សិក្សាភាសាអង់គ្លេសនិងចេះអង់គ្លេសមួយញ៉េបចេះអានតិចហើយស្គាល់សារៈស្គាល់អីអស់ហើយអញ្ចឹងប៉ុន្តែអត់ទាន់ចេះពាក្យច្រើនហើយថ្ងៃនេះខ្ញុំលើកប្រធានបទមួយគឺសម្ភារៈនិងគ្រឿងទេសផ្ទះបាយអូខេអញ្ចឹងមុននឹងចូលទៅដល់វីដេអូបងប្អូនកុំភ្លេចជួយចុច like subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពី channel ខ្ញុំបាទឆ្លាញ់ការសិក្សាហើយមែនបងប្អូនខ្ញុំឆ្លាញ់ការសិក្សាមែនតើហើយអ្នកសិក្សាក៏ខ្ញុំឆ្លាញ់ដែរឲ្យតែស្អាតនិយាយលេងទេបងប្អូននិយាយលេងហ្នឹងហើយអញ្ចឹងមុនទៅដល់វីដេអូក៏សូមទោសទៅដល់លោកគ្រូអ្នកគ្រូបាទខ្ញុំបង្ហាញតែមានការខុសឆ្គងនៅលើកន្លែងណាអីឬក៏សរសេរមិនត្រូវនិយាយផ្សេងបាទសូមអធិស្ឋាននិងខមមិនប្រាប់ខ្ញុំផងព្រោះខ្ញុំមិនបានរៀនជ្រៅជ្រះទេហើយខ្ញុំក៏មិនជាគ្រូរៀនអង់គ្លេសដែរប៉ុន្តែចង់ធ្វើវីដេអូចែករំលែកទៅកាន់អ្នកសិក្សាភាសាអង់គ្លេសដូចគ្នាអូខេទី5អូខេបងប្អូនបាទឥឡូវយើងមកមើលពាក្យមុនគេនេះបងអញ្ចឹងផ្ទះបាយគេនិយាយថានេះបងនេះ kitchen ហ្នឹងផ្ទះបាយអូខេផ្ទះបាយ kitchen និយាយថាទូទឹកកកអញ្ចឹងទូទឹកកកគេអាចនិយាយបានថានេះអូម៉ូនេះ refrigerator តែពេលគេនិយាយលឿនមក refrigerator យើងនិយាយចឹងមក refrigerator បាទទូទឹកកកយើងឧទាហរណ៍មួយមកឥឡូវយើងឧទាហរណ៍យើងមើលឧទាហរណ៍ I want to buy refrigerator មានន័យថាប្រែថាខ្ញុំចង់ទិញទូទឹកកកអូខេហ្នឹងហើយអញ្ចឹងទូទឹកកក refrigerator យើងមើលពាក្យថាឆ្នាំងដាំបាយយើងហ្នឹងឆ្នាំងដាំបាយគេអានថា pot pot ប្រែថាឆ្នាំងដាំបាយយើងហ្នឹងហើយបងប្អូនរៀនយូរទៅយើងចេះបបាយពាក្យលយមកចេះបបាយពាក្យខ្ញុំមិនមែនមករៀនទេគាត់ថាខ្ញុំមកប្រាប់ឧទាហរណ៍មួយចឹងបងប្អូនដោយសារតែយើងសូវបកកែដែរប៉ុន្តែពេលខ្ញុំធ្វើវីដេអូឲ្យបងប្អូនមើលទៅខ្ញុំវាកាន់តែរីកចម្រើនដូចគ្នាអញ្ចឹងសមត្ថភាពយើងទៅពេលយើងមានខ្លះយើងបញ្ចេញទៅវាកាន់តែរីកចម្រើនយើងកាន់តែទទួលបាន experience កាន់តែច្រើនបងប្អូនហើយ experience ហ្នឹងបទពិសោធន៍ហ្នឹងហើយយើងទទួលបាន experience ថ្មីប្លែកមកផ្សេងរហូតដូចខ្ញុំធ្វើវីដេអូបង្ហាញបងប្អូនខ្ញុំអត់ចេះទេប៉ុន្តែពេលយើងធ្វើឡើងទៅយើងឆ្លៀតស៊ូរៀមច្បងអីផ្សេងស៊ូលោកគ្រូហើយនិយាយ channel ដេករៀនវីដេអូហ្នឹងបើឃើញទៅដល់លោកគ្រូដេករៀនបាទសូមអរគុណលោកគ្រូធំហើយក៏ដូចជាគ្រូឡូនគ្រូដេករៀននេះសិតតែគ្រូខ្ញុំហ្នឹងគាត់ថាគ្រូឡូនខ្ញុំស្និទ្ធជាងគ្រូដេករៀនចង់ថាអត់ស្គាល់មុខគាត់ហ្មងតែគាត់អត់ស្គាល់ខ្ញុំក៏អត់ស្គាល់គាត់ដែរហ្នឹងហើយតែបើគ្រូឡូនគាត់បរិញ្ញាតាំងពីទូចហ្នឹងហើយអញ្ចឹងទៅមើលវីដេអូយើងបន្តអូខេអញ្ចឹងpot យើងអានថាឆ្នាំងហើយមួយទៀតឆ្នាំងដាំបាយអគ្គិសនីឆ្នាំងដាំបាយអគ្គិសនីអង់គ្លេសគេនិយាយថា electric cooker electric cooker ឆ្នាំងដាំបាយអគ្គិសនីហើយយើងមើលពាក្យនេះមួយទៀត blender ហ្នឹងម៉ាស៊ីនទឹកក្រឡុកគេថាម៉ាស៊ីនទឹកក្រឡុកបាទ blender ម៉ាស៊ីនទឹកក្រឡុកឥឡូវយើងមកមើលបាទមិញម៉ាស៊ីនទឹកក្រឡុកblender ម៉ាស៊ីនទឹកក្រឡុកហើយយើងមកមើលនេះទៀត food processor foodហ្នឹងចំណីអាហារយើងហូបក្នុងថ្ងៃហ្នឹង food processor គឺគេហៅម៉ាស៊ីនកែច្នៃអាហារអញ្ចឹងវាមិនមែនអញ្ចឹងទេគេប្រែថាម៉ាស៊ីនក្រឡុកគ្រឿងអូខេម៉ាស៊ីនក្រឡុកគ្រឿងអូខេហើយ food processor ហើយ blender វាសេរីក្រឡុកតែមួយទេគាត់ថាមួយក្រឡុកផ្លែឈើមួយក្រឡុកអាហារក្រឡុកអីចឹងម៉ាស៊ីនលាយគេblender ហ្នឹងគឺម៉ាស៊ីនលាយអញ្ចឹងគេហៅម៉ាស៊ីនក្រឡុកវាលាយគ្រប់ទម្រង់តែបើ food processor អាហ្នឹងគេនិយាយថាគេលាយតែអាហារបងប្អូនគេក្រឡុកតែមើលខ្ទឹមអី garlic អី chili អីចឹងហ្នឹងហើយយើងមកមើលពាក្យមួយទៀតបំពង់ទឹកក្តៅម៉ាស៊ីនទឹកក្តៅអគ្គិសនីអាមិនគេដាំទឹកពុះលោតក្នុងតាក់អញ្ចឹងអាហ្នឹងគេអាចនិយាយបានថា
hot water dispenser hot water dispenser ឬមួយក៏យើងអានលឿន hot water dispenser hot water dispenser ម៉ាស៊ីនទឹកក្តៅអូខេហើយយើងមកមើលពាក្យមួយទៀតប៉ាន់តែបន្តិចតែខាងបងប្អូនគេហៅមិនខាងខ្ញុំគេហៅបន្តិចតែហោះប៉ាន់តែផងគេភាសាអង់គ្លេសគេថា teapot មិញ pot ឆ្នាំងតែដល់ពេលដាក់ t ហ្នឹងតែដល់ពេលដាក់ teapot មិនមែនឆ្នាំងតែទេគឺបន្តិចតែអូខេយើងមកមើលពាក្យមួយទៀតបាទខ្ញុំប្រាប់បងប្អូនបដាខ្ញុំសេទុកមើលខ្លួនឯងបដាតែពិតវីដេអូហ្នឹងខ្ញុំថតយូរខ្ញុំថតមកពាក្យ2 3ពាក្យអីខ្ញុំសេទុកមើលខ្លួនឯងបដាអីបដាអញ្ចឹងទៅតែខ្ញុំកាត់ចេញអញ្ចឹងណាឲ្យមើលទៅដូចឈរពលានធម្មតាយ៉ាងដែរតាមពិតខ្ញុំថតបដាខ្ញុំសេខ្លួនឯងមើលបដាយើងសេទៅមុនទុកជាស្នាដៃអូខេអញ្ចឹងយើងមកមើលពាក្យនេះមួយទៀតខាងក្រោយខ្ញុំនេះគឺពាក្យចានអញ្ចឹងចានអង់គ្លេសគេនិយាយថាម៉េចអូខេនេះចាន plates វីដេអូនេះខ្ញុំធ្វើសម្រាប់តែអ្នកបងប្អូនដែលចេះអានអង់គ្លេសចេះសរសេរតិចហើយតែចង់ចេះពាក្យឲ្យច្រើនអូខេនិយាយរួមអង់គ្លេសខ្លាំងភាសាចេះពាក្យអង្គខ្លាំងភាសាចេះពាក្យនិងវេយ្យាករណ៍ grammar ហើយ verb to be ដូចជា subject object verb អីហ្នឹងគឺចេះតែប៉ុណ្្នឹងគឺខ្លាំងបងប្អូនហើយតម្រូវចេះពាក្យច្រើនទៀតគឺបាទ C point អូខេអញ្ចឹងយើងមកមើលពាក្យ plate គឺប្រែថាចានហើយពាក្យមួយទៀត bowl អញ្ចឹង plate គេប្រែថាចានតិចហើយពាក្យនេះទៀតគេប្រែថា bowl នេះប្រែថា bowl ពាក្យ bowl នេះគឺប្រែថាចានគោមហ្នឹងបងប្អូន bowl ហ្នឹងគេប្រែថាចានគោមអូខេហ្នឹងហើយអញ្ចឹងយើងមកមើលពាក្យមួយទៀតពាក្យថា spoon អញ្ចឹង spoon គេប្រែថាស្លាបព្រា spoon ស្លាបព្រាអញ្ចឹងកាលណាតែមាន plate មាន spoon ទេតែកាលណាមាន spoon មាន bowl ទេហ្នឹងហើយបងបាទអញ្ចឹងយើងមកមើលពាក្យមួយទៀតបាទយើងលឿនវឺទៅបងប្អូនបាទតែយើងមើលមិនទាន់បងប្អូនអាចសារមកវិញទៅវីដេអូខ្ញុំទុកដាំស្ទឹមនឹងមានយន្តនាទេហ្នឹងហើយមួយទៀតពាក្យថាពេងអូនពាក្យថាពេងនេះពេងភាសាអង់គ្លេសគេអានថា cup អូខេពេងហ្នឹងថាជាពេងជួរយ៉ាង cup ហ្នឹងអូខេហើយពាក្យមួយទៀត glass នេះអាលើ cup អាក្រោម glass គឺស្មើនឹងកញ្ចក់ហ្នឹងវាស្មើនឹងបំបែងកញ្ចក់អញ្ចឹងវាសរុបទៅមកគេហៅថាកែវកែវអញ្ចឹង cup ពេង glass កែវឧទាហរណ៍នេះយើងមកឧទាហរណ៍មួយណា I will buy a glass coffee for you អូខេមានន័យថាបើភាសាសាមញ្ញគេប្រែថាខ្ញុំនឹងទិញកាហ្វេមួយកែវសម្រាប់អ្នកតែបើភាសាស្នេហាគេថាបងនឹងទិញកាហ្វេមួយកែវដើម្បីអូនអញ្ចឹងអូសុខចិត្តអត់ខ្លួនឯងឲ្យតែគេបានហូបបែបគេហៅថា you are the best ហ្មងអាមនុស្សគឺថាកពុលមនុស្សហ្មង good ខ្ញុំឲ្យវាដៃមួយមកយើងមកមើលពាក្យនេះមួយទៀតបងប្អូនបាទជាពាក្យនេះគឺផ្ទះស្រុកបងប្អូនគេហៅផ្ទះតែនេះច្រើនគេហៅចាយតែបើយើងនេះគេហៅផ្ទះទៅល្អជាងហ្នឹងផ្ទះជៀនអញ្ចឹងនេះគឺជាផ្ទះជៀនគេនិយាយថា frying pan បាទ frying pan ផ្ទះច្រឡំដល់ផ្ទះហូតផ្ទះជៀន frying pan នេះបងប្អូនឃើញកាមេរ៉ាខ្ញុំទៅលើភាសាតដៃខ្ញុំកាន់តែមិនដាក់ដងទេបើមានដងមួយល្អកូនកបិតអូខេកូនកបិតអញ្ចឹងកូនកបិតភាសាអង់គ្លេសគេហៅថា knife អូខេអញ្ចឹងនេះជាស្ករសអញ្ចឹងស្ករសគេថាម៉េច white ពណ៌សអញ្ចឹងស្ករ sugar នេះស្ករ sugar អញ្ចឹងបើយើងដាក់ថា white sugar ក៏បានរយៈពីស្ករហ្នឹងពណ៌សទៀតអូខេតែខ្ញុំអត់ដាក់ white sugar ទេខ្ញុំដាក់តែ sugar ធម្មតាហ្នឹងហើយ sugar ប្រែថាស្ករសអូខេអញ្ចឹងមកមើលមួយទៀតបាទនេះស្ករត្នោតអញ្ចឹងស្ករត្នោតអង់គ្លេសគេនិយាយថាម៉េច
ខ្ញុំមានពីរពាក្យឲ្យបងប្អូនមើលនេះគឺជាបាទ brown brown sugar ហើយនេះគឺជាបាទ tan sugar ឥឡូវនេះ brown sugar ហើយទី2គឺ palm sugar palm sugar palm sugar អញ្ចឹង brown sugar ហ្នឹងគឺវាអត់ត្រឹមត្រូវទេវាត្រូវដែរតែវាត្រូវតិចអញ្ចឹងបើចង់បញ្ជាក់ថា brown យើងមកមើល brown គឺជាពណ៌ត្នោតអញ្ចឹង sugar អញ្ចឹងបញ្ជាក់ថាស្ករនេះគឺជាស្ករពណ៌ត្នោតដែលគេសាងឡើងមកពីស្ករអំពៅដែលគេដាក់លាយលាក់លាយអីចឹងណាបងប្អូនវាបញ្ជាក់ថាស្ករហ្នឹងវាអត់សុទ្ធគេហៅរបស់មិនជារបស់ original ទេវាជារបស់អាយអញ្ចឹង palm sugar គឺជាស្ករមកពីដើមត្នោតស៊ីនគេហៅ palm sugar បានត្រូវអញ្ចឹងស្ករត្នោតគេនិយាយថា palm sugar ដូចយើងទៅតបគេចឹងណា I want to buy palm sugar ខ្ញុំទិញស្ករត្នោតហើយទិញណា I want to buy palm sugar 2 kilogram បាទទិញ12គីឡូហ្នឹងទិញច្រើននោះទិញ12គីឡូទេអូខេនឹងឧទាហរណ៍របស់វាបងប្អូនបាទខ្ញុំឆ្លេចប្រាប់បងប្អូនថាឧទាហរណ៍អញ្ចឹងបងប្អូនអាចមើលបានអញ្ចឹងថាយើងទៅតបមក I want to buy palm sugar 2 kilogram ខ្ញុំត្រូវការទិញស្ករ2គីឡូក្រាមហ្នឹងហើយមួយទៀតគឺម្ទេសផ្លែម្ទេសអញ្ចឹងម្ទេសអង់គ្លេសគេថា chili ម្ទេសអង់គ្លេសគេថា chili ហើយចុះទឹកម្ទេសអញ្ចឹងទឹកម្ទេសគេអានថា chili sauce កាលខ្ញុំនៅរៀនជាមួយគ្រូគាត់អាន chili sauce ប៉ុន្តែយើងស្ដាប់ជនជាតិនិយាយគេអានchili sauce chili sauce អញ្ចឹងវាមានតាមយកអ្នកអានតែគេយកដូចគ្នាប៉ុន្តែអក្សរដែលគេអសេបងប្អូនអាចមើលទៅវាថាភ្នែកខ្ញុំមើលឃើញដល់ពេលអញ្ចឹងទៅខ្ញុំអត់ដឹងថាអក្សរគេអសេថាម៉េចទេប៉ុន្តែខ្ញុំនៅចំណាំពាក្យវាពេលខ្ញុំនិយាយជាមួយគេស្ដាប់បានថាខ្ញុំនិយាយពីអីហើយបងប្អូនកុំឆ្ងល់ថាហេតុអីមិនមានអក្សរខ្ញុំអសេបាននៅលើខាងក្រោយនឹងទាំងដែលខ្ញុំអត់ជាអសេមើលអត់ឃើញអាហ្នឹងគឺចាំតិចទៀតយល់ហ្នឹងហើយអញ្ចឹងបងប្អូនរៀនណាកុំឆ្ងល់យើងមិនបាច់ឆ្ងល់ទេបាទគឺថាពិបាកបកស្រាយដែរតែពេលបងប្អូនផ្នែកភ្លឺហើយខ្ញុំពីការផ្នែកអញ្ចឹងវាពិបាកបកស្រាយបាក់ឲ្យយល់អញ្ចឹងធ្វើកុំយល់ខ្លះទៅហ្នឹងហើយគេឲ្យយល់ចាំយល់អូខេអញ្ចឹង chili sauce ទឹកម្ទេសហើយបើចុះមកទឹកប្រេងខ្យងខ្យង oyster និយាយសេមក oyster អញ្ចឹងទឹកវាទឹកជ្រលក់ទៅដែរ sauce ដែរ oyster sauce ទឹកប្រេងខ្យងហ្នឹងហើយទឹកប្រេងខ្យង oyster sauce អញ្ចឹងយើងមើលមួយទៀតមកត្រីគឺថា fish ហ្នឹងហើយត្រីអញ្ចឹងចុះបើយើងចង់សេថាទឹកត្រីយើងដាក់ fish sauce មកsauce នេះគឺជាទឹកជ្រលក់ដាក់ fish sauce មកទឹកជ្រលក់ហើយហ្នឹងហើយមួយទៀត can ហ្នឹងកំប៉ុងហើយចុះបើយើងដាក់ can ពីក្រោយ fish can fish វាជាគេហៅកំប៉ុងហ្នឹងត្រីខហ្នឹងហើយ can fish គឺជាត្រីខកំប៉ុងតែគេអត់ប្រែចឹងទេគេប្រែ can fish គឺខប្រអប់ត្រីខប្រអប់យើងខកំប៉ុងយើងតែនឹងមកកំប៉ុង2005ហ្នឹងហើយ can fish ប្រែថាខកំប៉ុងហើយមួយទៀតមើលពាក្យមួយទៀតនេះមើលខ្ទឹមសអូខេអញ្ចឹងមើលខ្ទឹមសគេនិយាយថា garlic អូខេហើយចិត្តតែមានមើមខ្ទឹមសហើយមានមើមខ្ទឹមបារាំងណាអូខេអញ្ចឹងមើមខ្ទឹមបារាំងគេនិយាយថាម៉េចអូខេអញ្ចឹងខ្ទឹមបារាំងគេនិយាយថា French onions នេះបងប្អូននេះ French onions ខ្ទឹមបារាំងហើយតែមានខ្ទឹមបារាំងមានខ្ទឹមក្រហមមួយទៀតអញ្ចឹងខ្ទឹមក្រហមគេនិយាយថាតាមខ្ញុំមើលអានេះខ្ញុំអត់បានរៀនទេតាមខ្ញុំមើលពី translate ផង AI ផងសួររៀនច្បងផងគាត់ឲ្យសរសេរថានេះ red onions ហ្នឹងហើយបងហើយខ្ញុំមើលទៅវាតំណងហើយមិនច្បាស់ហើយខ្ញុំសួរគេក៏គេថាអញ្ចឹងដែរហ្នឹងហើយចុចដូចខ្ញុំថាហេតុអីខ្ញុំសួរគេថាខ្ញុំមិនមែនគ្រូបរៀនណាខ្ញុំចេះតិចប៉ុន្តែខ្ញុំធ្វើវីដេអូមួយទុកឲ្យបងប្អូនមើលលេងមើលជាការកម្សាន្តមើលដើម្បីរំលឹកអគុណទៅខ្ញុំពេលខ្លះរៀនឲ្យផ្លេចហើយរៀនឲ្យផ្លេចជាធម្មជាតិរបស់មនុស្សហ្នឹងហើយអញ្ចឹងខ្ទឹមស garlic ខ្ទឹមបារាំងFrench onion ហើយខ្ទឹមក្រហម red onion បាទអញ្ចឹងវីដេអូបងប្អូនគឺមានតែប៉ុណ្្នឹងទេថ្ងៃនេះគឺ
សម្ភារៈផ្ទះបាយនិងគ្រឿងទេសផ្ទះបាយអូខេហើយជម្រាបបងប្អូនសុខសប្បាយហើយមើលវីដេអូនេះសង្ឃឹមថាបងប្អូននឹងយល់ហើយមិនចិត្តអាក្រក់ជួយចុច like share subscribe ឲ្យខ្ញុំអ្នកមួយដើម្បីទទួលបានវីដេអូថ្មីៗឬកម្លាំងចិត្តពីបងប្អូនបន្តទៀតអូខេ